បាននេះជារបៀបនៅក្នុងការបញ្ចូល stock អញ្ចឹងក្រោយពីយើង log in ហើយយើង click លើ accounting ហើយយើងជ្រើសយក stock in បន្តទៀតចុចប៊ូតុង new មួយអញ្ចឹងយើងជ្រើសយកអីវ៉ាន់ដែលយើងត្រូវបញ្ចូល stock បាទករណីដែលយើងចាំលេខកូដយើងអាចវាយលេខកូដបានប៉ុន្តែបាទឧទាហរណ៍យើងជ្រើសយកភាសាអង់គ្លេសវាបញ្ចូល10ទៅហើយយើងអាចរៀបរាប់ពណ៌នាវាបាននៅក្នុងប្រអប់ description ប៉ុន្តែបើយើងអត់ដាក់ក៏បានដែរយើងចុច save បាទឬវិធីមួយទៀតយើង new មកករណីយើងអត់ចាំលេខកូដអញ្ចឹងយើងចុចសញ្ញាលេខបូកនេះយើងស្វែងរកឧទាហរណ៍ថាយើងរកភេទស្រាបៀចុះ ABC អញ្ចឹងយើងមិនបាច់សេពាក្យពេញយើងគ្រាន់តែសេកាត់ចឹងទៅហើយ enter មកវានឹង search ឲ្យយើងបាទឬក៏ tiger បាទអញ្ចឹងពេលយើងឃើញវាយើង click លើវាពេលដែល click គឺវា highlight ឲ្យយើងឧទាហរណ៍ថាឥឡូវខ្ញុំឧទាហរណ៍យើងយកនេះ string បាទ click លើវាមកវា select string ឲ្យយើង highlight line string យើង select យកបើសិនតែយើងយកប្រភេទផ្សេងដូច tiger បាទ tiger can crystal ចឹងវា highlight ឲ្យយើងគឺទាមទារយើងមក click លើវាមួយសារទៀតនៅក្នុងនេះបាទយើង close វាមកយើងបញ្ចូលចំនួន stock ដែលយើងមានហើយយើង save បាទហ្នឹងរបៀបបញ្ចូល stock យើងមានតែប៉ុណ្្នឹងឯងហើយតើតើនឹងការមើល stock ដែលយើងដូចឧទាហរណ៍ដែលយើងចង់ដឹងក្នុងថ្ងៃហ្នឹងយើងបញ្ចូល stock អីខ្លះបាទអញ្ចឹងយើងគ្រាន់ដូរថ្ងៃទី today ទៅវាចេញប៉ុន្តែយើងអាចមើលប្រចាំខែបានបាទហើយយើងអូខេចឹងនេះអ្វីដែលយើងបានបញ្ចូលក្នុងថ្ងៃហ្នឹងអញ្ចឹងណាបាទខ្ញុំបញ្ជាក់តិចតកតងនឹងការដែលយើង click new មកនេះវានឹងចេញថ្ងៃទីដែលយើងclick នឹងជាក់ស្ដែងដែលយើងប្រើប្រាស់ប៉ុន្តែយើងអាចធ្វើការផ្លាស់ប្ដូរវាបានណាយើងអាចធ្វើការផ្លាស់ប្ដូរថ្ងៃទីរបស់នឹងបានបាទដាក់ថ្ងៃទីផ្សេងទៅបានបាទអញ្ចឹងយើងមានតែប៉ុណ្្នឹងឯងរបៀបបញ្ចូល stock